បាទជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះខ្ញុំបានមកខជើងជ្រូកជាមួយនឹងទំពាំងទាំងអស់គ្នាអញ្ចឹងណាបងប្អូនណានៅបងជាដំបងយើងត្រូវដាក់ជាមួយពងទាដែរយើងស្ងោរពងទាចំនួន10គ្រាប់4 10គ្រាប់ណាបងប្អូនណាស្ងោរឆ្អិនហើយយើងដាក់ដួសដាក់ទឹកត្រជាក់មួយមកដើម្បីយើងបកសបកឲ្យងាយស្រួលអញ្ចឹងណាយើងបកបានដាក់ចានហើយជាស្រេចតែម្ដងអញ្ចឹងណាបងប្អូនណាជាមួយពងទាខនេះយើងអត់ចោលទេខជើងជ្រូកទំពាំងនេះអត់ចោលពងទាទេអញ្ចឹងណាបងប្អូនណាបន្ទាប់មកជើងជ្រូកដែលយើងកាប់ហើយហ្នឹងយើងដាក់ស្រោះទឹកវាដាំទឹកឲ្យពុះហើយយើងដាក់ស្រោះវាឲ្យវាបាត់ក្លិនមួយចំនួនឬក៏ឲ្យវាស្អាតឲ្យវាងាប់មេរោគមួយចំនួនអញ្ចឹងណាបងប្អូនណាបន្ទាប់មកយើងបានដួសវាយកមកដាក់ក្នុងចានដែកមួយមកយើងលាងទឹកម្សៅទៀតអញ្ចឹងណាបងប្អូនណាហ្នឹងហើយបន្ទាប់មកយើងរៀបចំបុកគ្រឿងមានម្រេចមានអំបិលមានម្សៅស៊ុបអីហ្នឹងយើងបុកគ្រឿងវាហ្នឹងដើម្បីយកមកប្រឡាក់ជាមួយនឹងជើងជ្រូកហើយនឹងសាច់ជ្រូកមិញហ្នឹងណាបងប្អូនណាហើយដាក់ខ្ទឹមបន្ថែមមកយើងបុកមកបងប្អូនណាបងប្អូនគ្រឿងក្រៅយើងគឺដឹងតែឆ្ងាញ់មែនថ្ងៃនេះតទៅពីបោកហើយមកយើងដាក់ដួសគ្រឿងយើងចូលជាមួយនឹងជើងជ្រូកដែលយើងបាននៅឆ្អិនហ្នឹងមកតមកយើងដាក់ប្រេងខ្យងយើងដាក់ប្រេងខ្យងរយវាមកគឺតំណងជាតិបងប្អូនណាទៅប្រេងខ្យងហើយយើងដាក់ប្រេងគ្រុំទៀតអត់ចោលទេពីនេះបងប្អូនណាប្រឡាក់សាច់ប្រឡាក់អីគឺដឹងតែឆ្ងាញ់ហើយបងប្អូនណាតមកយើងកូរវាឲ្យចូលជាតិចូលគ្រឿងរបស់យើងប្រឡាក់សាច់នឹងអស់ហើយរួចរាល់ជាមួយម្រេចជាមួយអីទាំងអស់ហ្នឹងណាបងប្អូនណាម្រេចទាំងអស់ហ្នឹងគឺយើងបានបុកហើយតមកយើងឆ្លៀតពេលមកហាន់ទំពាំងបងប្អូនណាទំពាំងនេះគេហៅទំពាំងថ្មីតែម្ដងដែលយើងទឹមតែបេះពីដើមមកអញ្ចឹងណាបងប្អូនបេះពីគល់វាមកអញ្ចឹងណានេះបងប្អូននេះជើងជ្រូកដែលយើងប្រឡាក់ហើយបងប្រឡាក់គ្រឿងហើយទំពាំងនេះដែរយើងចិតហើយហ្នឹងគឺយើងត្រូវដាក់ស្រោះទឹកវាកុំឲ្យវាហាងអញ្ចឹងណាស្រោះទឹកក្តៅដែលយើងដាំពុះហ្នឹងតមកយើងលើកវាមកលើកវាដាក់ចូលចាក់នឹងកញ្ច្រែងមួយណាបងប្អូនណាដាក់នៅកញ្ច្រែងមួយមកកុំឲ្យនេះវាតមកយើងមកបំពងគេហៅថាដាក់ស្ករមកដើម្បីមកកូរស្ករកូរអីហ្នឹងឲ្យវាចូលជាតិចូលអីចឹងណាបងប្អូនណាឲ្យវាពោមកចូលមកយើងចាក់ទឹកត្រីចូលមកបងប្អូនយើងកូរបន្តិចមកយើងចាក់ពងទាដែលយើងបកហើយហ្នឹងដាក់ចូលមកបងប្អូនណាពួកខយើងធ្វើពងទានេះដាក់ពងទាមុនឲ្យវារៀងស្វិតពងទាតិចសិនបានយើងចាក់ជើងជ្រូកចូលចឹងណាបងប្អូនណាតើមកពីពងទារៀងរឹងតិចហើយអីហើយយើងដួសវាទុកចឹងណាបងប្អូនណាយើងដួសវាទៅហើយយើងចាក់ជើងជ្រូកដែលយើងប្រឡាក់គ្រឿងទាំងអស់ហ្នឹងចូលមកបងប្អូនណាតើមកយើងកូរវាចូលជាតិជាមួយនឹងដាក់ស្ករដាក់អីមុនហ្នឹងចឹងណាបងប្អូនណានេះបងប្អូននេះយើងបានកូរវាចូលគ្នាយើងក្របមកសន្ទុះបើកមកហ្វាំងបងប្អូនជាតិមកឲ្យក្លិនឆ្ងាញ់តែម្ដងឈ្ងុយបងប្អូនណាតើមកយើងចាក់ទឹកមកបងប្អូនចាក់ទឹកឲ្យវាល្មមដាក់ខហ្នឹងចឹងណាបងប្អូនណាយើងកូរឲ្យសព្វគ្រឿងទាំងអស់ជាមួយនឹងទឹកជាមួយនឹងអីចូលជាតិគ្នាមកបងប្អូនណាតើមកយើងចាក់ជាមួយនឹងពងទាដែលយើងបានកូរឆ្អិនមិញហ្នឹងចឹងណាបងប្អូនណាតើមកយើងថែមជាមួយនឹងទំពាំងយើងមកយើងដាក់ទំពាំងចូលមកបងប្អូនចឹងយើងគ្រាន់តែយើងនេះមួយចំនួនចឹងមកយើងកូរវាសព្វគ្រប់ចឹងមកតើមកយើងក្របមកសន្ទុះចេញបងប្អូនណាក្របហើយតើមកបើកមើលឆ្អិនមកហ្វាំងបងប្អូនអើយពោះខូចប្រហែលនាទីក្រោយមកឆ្អិនបាត់ទៅហើយបងប្អូនណាឆ្អិនហើយបងប្អូនណាយើងគ្រាន់តែកូរវាចុះឡើងស្ងុយណាបងប្អូនទំពាំងខជើងជ្រូកជាមួយនឹងពងទានេះគឺត្រូវគ្នាណាបងប្អូនអើយឆ្ងាញ់មែនអែមតែម្ដងចឹងណាបងប្អូនណានេះចាប់ដើមឆ្អិនបដាហើយបងប្អូនអើយឆ្អិនហើយយើងគួរបងប្អូនមើលតិចមើលតំណយបងប្អូនអែមនេះឆ្អិនណាអែមតែម្ដងបងប្អូនអើយជាតិណាបានបាយមកគឺឆ្ងាញ់តែម្ដងបងប្អូនអើយមកអែមបងប្អូនហើយមកអែមតែម្ដងដួសដាក់ចានមកគឺហូបចែកគ្នាឆ្ងាញ់តែម្ដងបងប្អូនអើយពិសេសពងទាគឺរសជាតិឈ្ងុយឆ្ងាញ់តែម្ដងបងប្អូនណានេះបងប្អូនយើងដួសដាក់ចានមកដើម្បីយកទៅហូបពិសាទាំងអស់គ្នាអញ្ចឹងណាចឹងឲ្យបងប្អូនមើលតើចានដួសមកវាតំណងប៉ុន្មានណាបងប្អូនណាអូទំពាំងខាំមកស្របវាបូសថ្មីបងប្អូនឆ្ងាញ់ណាស់បងប្អូនអើយទំពាំងនេះបងប្អូនណាគឺស្រោកតែម្ដងនេះបងប្អូនដាក់ចានមួយបងប្អូនមើលតំណងឆ្ងាញ់ណាស់នេះបងប្អូនអើយឆ្ងាញ់ណាស់ខ្ញុំនៅតែមិនអស់ចិត្តបងប្អូនណាខាំពងទាមួយម៉ាត់គឺឆ្ងាញ់ខ្ញុំចូលចិត្តពងទាបងប្អូនអរគុណចាស់បងប្អូនអរគុណ